ចាំអីបញ្ហារបស់វាគឺចូលទឹកនេះសិតទឹកក្នុងកាមេរ៉ាមកកាមេរ៉ាក្រោយវាលុតភ្លឺត្រឹម logo ឥឡូវយើងចាប់ផ្ដើមធ្វើការដោះវាមើលវាខូចអីមុនដំបូងយើងដោះស្បកក្រោយតមកដោះខ្ចៅតទៅយើងដោះខ្ចៅរួចយើងក៏បើកខ្នងក្រោយចេញដោះស្នាប់ថ្មលើកម៉ាស៊ីនចេញយើងវាស់ key វាមើលឃើញលើវាឆ្លងឃើញថាវាអត់ឆ្លងយើងក៏លាងសម្អាតតមកក៏ដោះកាមេរ៉ាចេញទាំងអស់ដោះ scan ចេញហើយក៏លាងសម្អាតវាលាងសម្អាតបោតវាតទៅលាងរួចយើងក៏យកម៉ាស៊ីនផ្លុំមកផ្លុំវាខាងលើខាងក្រោមហើយកាត់តមកផ្លុំនៅលើតួដៃវានេះបកថ្មចេញតពីដកថ្មចេញយើងបើកស្គុតក្បាលថ្មអត់បានថតឲ្យជាប់កន្លែងហ្នឹងតមកយើងរកឃើញកំហូចវានៅក្បាលថ្មហ្នឹងឯងដែលវាកាំង logo យើងក៏លើករេស្តង់នឹងចេញផ្សារ direct យកតែម្ដងបិទស្គុតចូលវិញបត់មកស្អាតមកការពារតមកយើងដាក់ម៉ាស៊ីនចូលមកខ្ចៅមកក្របចូលកាប់ស្នាប់អេក្រង់ចូលដាក់ថ្មចូលវិញចុចបើកម៉ាស៊ីនបន្ទាប់ពីបើកម៉ាស៊ីនមកយើងរងចាំវាមកសន្ទុះមកយើងរំផងអីផងយើងទៅតបមកក៏វាចេញជីវដល់មនុយយើងអត់ដឹងលេខកូដទេពេលហ្នឹងហើយយើងក៏ធ្វើការដាក់កាមេរ៉ាដាក់អីចូលបន្ទាប់មកយើងក៏យកឌុយមកសាកមើលឃើញថាចូលធម្មតាយើងក៏យកចាក់ទៅថ្មីសម្អាតកន្លែងកាមេរ៉ាតាមតួតាម frame កន្លែងណាដែលមានដីរួចអីក៏យកម៉ាស៊ីនផ្លុំមកផ្លុំសម្ងួតវាrồi bây giờសម្ងួតរួចយើងក៏ដាក់សបកចូលវិញដាក់សបកចូលហើយយើងក៏តេស្តមើលបតុងចុចវាមួយសារទៀតតពីឃើញថាអត់អីម្ចាស់គាត់ក៏ទេមកប្រាប់លេខកូដយើងក៏តេស្តមើលកាមេរ៉ាឃើញថាកាមេរ៉ាអត់ដើរ lens ធំ lens គោលដើរតែ lens តូចអញ្ចឹងវាថតអត់ច្បាស់ព្រើលបញ្ហារបស់វាគឺ snap នេះអញ្ចឹងយើងក៏ធ្វើការជួសជុល snap កាមេរ៉ារួចយើងក៏ចាប់ខ្ចៅចូលវិញតទៅយើងចាប់ខ្ចៅឲ្យអស់យើងក៏យក motor មកសម្អាតកែវវាចេញទាំងលើតួហើយនឹងលើខ្នងក្រោយតពីសម្អាតកែវរួចយើងក៏ដាក់កែវនៅលើតួដាក់មកជុំវិញមកហើយក៏យកស្លឹកខ្នងក្រោយមកដាក់ចូលតពីដាក់ស្លឹកខ្នងក្រោយរួចយើងក៏យកកស៊ូមករឹតវាសិនមកតពីយើងរឹតកស៊ូរួចយើងក៏មើលមុខជើងធូរប្រុសស្អាតទីសិនមកហើយក៏យើងទៅមើលទូរស័ព្ទសម្រាប់ហើយអស់លីងឃើញថាលុយសុទ្ធគ្រប់កន្លែងយើងតេស្តមើលឃើញថាដំណើរការទាំងអស់កាមេរ៉ាដែលបញ្ហាថតទៅព្រិលអត់ដើរ lens គោលហ្នឹងក៏យើងបានជួសជុលរួចរាល់យ៉ាងប៉ុណ្ណឹងទៅគឺថាលុយសុទ្ធហើយអរគុណពុកម៉ែបងប្អូនចំណាយពេលវេលាដែលមានតម្លៃមកតាមដានវីដេអូដ៏អត្ថប្រយោជន៍របស់ខ្ញុំ